mọc phút tiệt hơi bọc series thay nè phó sông sọt mùi chẳng phải quan thả robot và xạ sệt máu nhưng tôi sọt chùn ní cứ chỉ hạt phó thôm mùi để bong bồn mai chiên cao sập rồi hoạt động thả hạt ấy ban chi vì sai test cho dưỡng việt tâu chỉ bài nặng sầm núi xua tha ta green season hay nào green season hai mờ pliêng ở đây có bầy tòng đây sầm núi xua tiết ta như lang rồi cực như chó anh ấy khi mình bạch lại tới bàn tay ở đây để khi trong là gì đại biểu chí chuyên Campuchia dương và hai cao sập rồi mình đăng nó cứ tha nhiều test cho đại tơ tu sơn ở trong ở tây Việt Nam thật trong lồng đập nè top 4ở trong tây miền tây mùa để cho năm pi pon một phẩy mỗi cứ chuyên triệt phải hay tam po ở miền đại khi mình khơi tay mình chỉ lâu ca pi ra thải bảo Việt Nam thế với chi chuyên khmer chủng nai và hai chia $450ក្នុងម្នាក់នៅក្នុងការដើរលេងនៅក្នុងប្រទេសវៀតណាមស្មើនឹងប្រហែលជិត$150លានសម្រាប់តែ3ខែដំបូងក្នុងឆ្នាំ2026ហើយបានជាយើងធ្វើ promotion ហើយ promotion ធំពេលខ្ញុំប្រាប់ថាจ่ายតែ$2ទេស្មើបើ1គីឡូហើយអាចដេកអត់តែផ្កាយ5បាទគេថាខ្ញុំបោកពេលខ្ញុំប្រាប់ថាសម្បត្តិទុកទៅវិញទៅមក2នាក់គេង2យប់មានអាហារពេលព្រឹក2នាក់จ่ายមកដល់$50ក្នុងម្នាក់គេថាខ្ញុំបោកចម្លើយស្រួលទេបងប្អូនខ្មែរចេញក្រៅស្រុកព្រោះគិតថាក្នុងស្រុកគាត់ដើរលេងអស់ហើយឬក៏អត់មានកន្លែងណាដែលគាត់ទៅបានទៀតទេអញ្ចឹងបានខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមិនថាតែក្នុង Elite Hospitality Management ទេធ្វើ promotion បងប្អូនអាចទៅដើរលេងកន្លែងស្អាតសេវាកម្មល្អនៅទីតាំងជាច្រើនដែលខ្ញុំគិតថាបងប្អូនខ្មែរយើងមិនអាចទៅដល់ឬក៏មិនទាន់បានទៅដល់ក្នុងពេលនេះគឺយើងមានកន្លែងជាច្រើនដែលយើងធ្វើការបញ្ចុះតម្លៃជូនបងប្អូនតាមកំណត់ការធ្វើ promotion នេះមិនមែនដើម្បីយកប្រាក់ចំណេញទេបងប្អូនសាកគិតមើលបើសិនជាខ្មែរមិនក្រោកឡើងនិយាយសាច់រឿងរបស់ខ្លួនឯងអំពីភាពស្រស់ស្អាតរបស់ខ្លួនឯងបរទេសជិតខាងនឹងនិយាយជំនួសយើងហើយជាធម្មតាគេនឹងនិយាយអំពីរឿងអវិជ្ជមានដែលធ្វើឲ្យយើងកាន់តែខ្សត់ខ្សោយនៃភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតអញ្ចឹងថ្ងៃនេះខ្ញុំចង់សូមឲ្យបងប្អូនជួយនៅក្នុងការផ្សព្វផ្សាយអំពីភាពស្រស់ស្អាតរបស់ទីតាំងរបស់ខ្លួនអំពី promotion ដែលខ្លួនមានគឺដើម្បីឲ្យបងប្អូនអាចស្គាល់ពីអ្វីដែលប្រទេសកម្ពុជាមានពីសម្រស់នៅក្នុងប្រទេសកម្ពុជារបស់យើងហើយចូលរួមផ្សព្វផ្សាយទាំងអស់គ្នាទៅកាន់ភ្ញៀវទេសចរជាតិរបស់យើងដែលកំពុងតែចេញទៅក្នុងប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យគាត់ងាកមកធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនមិនត្រឹមតែនៅក្នុងគិរីរំមិនត្រឹមតែនៅក្នុងកោះស្ដាច់នៅក្នុងមណ្ឌលគិរីកោះរងសន្លឹមទេនៅសៀមរាបនៅស្ទឹងត្រែងនៅខេត្តរតនគិរីនៅទីតាំងផ្សេងទៀតដែលបងប្អូនមាន resort ឬបងប្អូនកំពុងធ្វើការអាចធ្វើវីដេអូដើម្បីបង្ហាញពួកគាត់ដើម្បីពួកគាត់មានទំនុកចិត្តបានស្គាល់កាន់តែច្បាស់អំពីទស្សនីយភាពអំពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជារបស់យើងកុំទាន់គិតរឿងប្រាក់ចំណេញនៅក្នុងរដូវកាលបៃតងសូមអរគុណ